Ok សួស្តីបងប្អូនថ្នាក់ទី9ទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងកែលំហាត់ប្រតិបត្តិរបស់យើងមួយគឺជាលំហាត់ប្រតិបត្តិទំព័រទី3ឃើញអញ្ចឹងយើងមើលប្រភេទលំហាត់របស់យើងគឺឲ្យយើងរកឬការ៉េនៃចំនួនអញ្ចឹងឬការ៉េនៃចំនួនរបស់យើងអានេះគឺ 0.04 អានេះ 0.01 អញ្ចឹងយើងត្រូវដឹងអំពីរូបមន្តនៃការរកឬការ៉េអញ្ចឹងជាទូទៅដែលយើងធ្លាប់រៀននៅក្នុងសៀវភៅគឺគេបាននិយាយថាបើសិនជាគេមានចំនួនគត់វិជ្ជមាន a1 ណាដែល x ការ៉េស្មើ a អញ្ចឹងបើសិនជាយើងចង់ទាញរក x យើងត្រូវបំពាក់ឬការ៉េនៃ a ហើយមានសញ្ញាបូកដកអញ្ចឹងសញ្ញាបូកដកនេះបញ្ជាក់ថាយើងអត់ដឹងថា x ហ្នឹងវាវិជ្ជមានឬអវិជ្ជមានទេប៉ុន្តែក្នុងករណីប្រតិបត្តិរបស់យើងលំហាត់ដែលគេឲ្យមកគឺជាចំនួនវិជ្ជមានតែម្ដងគឺវាអត់មានតម្លៃ x ទេណាអញ្ចឹងនៅពេលដែលយើងដោះស្រាយគឺយើងមិនចាំបាច់ដាក់បូកដកទេណាអញ្ចឹងគឺវាវិជ្ជមានតែម្ដងអញ្ចឹងយើងចាប់ផ្ដើមធ្វើចម្លើយទាំងអស់គ្នាអូខេអញ្ចឹងរកឬការ៉េអញ្ចឹងយើងសេមករកឬការ៉េអញ្ចឹងទី1គឺ 0.04 អញ្ចឹង 0.04 យើងត្រូវបំពាក់ឬការ៉េរបស់វាទៅគឺ 0.04 នឹងឯងអញ្ចឹងដោយសារតែ 0.04 គឺយើងពិបាកក្នុងការរកមួយចំនួនលើកជាការ៉េបន្តិចដោយសារតែវាជាចំនួនទស្សភាគអញ្ចឹងយើងអាចបំលែងវាទៅជាប្រភេទបានគឺយើងអាចសេថា4លើ100អញ្ចឹង4លើ100 4យើងអាចសេថា2លើកជាការ៉េហើយ100យើងអាចសេថា10លើកជាការ៉េអញ្ចឹងទាំងអស់ហ្នឹងយើងដាក់មកវងចក់លើកជាការ៉េតែម្ដងហើយវាស្មើនឹងឬការ៉េហើយការ៉េយើងអាចសម្រួលបានគឺនៅសល់2លើ10 2ចែក10បានប៉ុន្មានគឺ 0.2 អញ្ចឹងយើងអាចឆ្លើយដូចនេះបានណាដូចនេះឬការ៉េនៃ 0.04 គឺ 0.02 អូខេ 0.2 អូខេនេះជាលំហាត់ទី1របស់យើងណាអញ្ចឹងយើងចូលដល់លំហាត់ទី2គឺ 0.01 ចឹងដូចគ្នាបើសិនជាយើងទាញរកឬការ៉េ 0.01 ចាយបំលែងវាទៅជាប្រភេទទៅដើម្បីងាយស្រួលគឺ1លើ100អញ្ចឹងយើងដឹងហើយ1គឺ1លើកជាការ៉េនឹងឯងណាហើយ100គឺ10លើកជាការ៉េអញ្ចឹងនៅពេលដែលយើងបញ្ចេញមកយើងបាន1លើ10ហើយ1ចែក10យើងបាន 0.1 អញ្ចឹងអាចឆ្លើយដូចនេះបានដូចនេះឬការ៉េនៃ 0.01 គឺ 0.1 ណាអូខេអញ្ចឹងយើងចូលដល់លំហាត់បន្តទៀតគឺ5ណា5អញ្ចឹងដោយសារតែ5គឺគ្មានចំនួនដែលលើកជាការ៉េទៅស្មើឬការ៉េស្មើនឹង5ទេណាអញ្ចឹងនាំឲ្យឬការ៉េរបស់វាគឺស្មើនឹងប៉ុណ្ណឹងតែម្ដងគឺយើងយកឬការ៉េនៃ5ហ្នឹងតែម្ដងណាជាឬការ៉េហើយបន្តទៀតគឺដក1អញ្ចឹងដក1នេះគឺយើងដឹងហើយថាចំនួនដែលលើកជាការ៉េមិនអាចចេញចំនួនអវិជ្ជមានបានទេអញ្ចឹងយើងត្រូវឆ្លើយថាគ្មានឬការ៉េទេណាគ្មានឬការ៉េទេបន្តទៀតយើងចូលដល់លំហាត់25លើ36ចឹងបើសិនយើងចង់រកឬការ៉េនៃ25ភាគ36គឺយើងត្រូវសួរថាតើ25ប្រមាណលើកជាការ៉េហើយ36ប្រមាណលើកជាការ៉េចឹង25គឺ5លើកជាការ៉េហើយ36គឺ6លើកជាការ៉េ
ចឹងយើងសម្រួលឬក្រេចោលទៅយើងសល់5 លើ 6 ចឹង5 លើ 6 យើងអាចមិនបាច់ចែកទេណាទុកវាទាំងចឹងតែម្ដងចឹងយើងអាចឆ្លើយដូចនេះដោយខ្លួនឯងណាដោយមើលលំនាំគំរូដែលគ្រូធ្វើមុនបន្តទៀតយើងចូលដល់លំហាត់ចុងក្រោយគឺ 0.1 ចឹង 0.1 នាំឬការ៉េនៃ 0.1 គឺស្មើនឹងឬការ៉េនៃ1 លើ 10 ចឹង1យើងដឹងហើយគឺ1 លើជាការ៉េប៉ុន្តែ10អត់មានទេណា1គឺ1លើជាការ៉េ10អត់មានចំនួនណាដែលលើកជាការ៉េទៅស្មើ10ទេអញ្ចឹងចម្លើយរបស់វាគឺ1បញ្ចេញរួចប៉ុន្តែ10នេះគឺវានៅជាប់ឬការ៉េដដែលអញ្ចឹងចម្លើយរបស់វាគឺប៉ុណ្ណឹងអូខេអញ្ចឹងចម្លើយប្រតិបត្តិទំព័រទី3របស់យើងគឺចប់តែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាអញ្ចឹងយើងនឹងវិលមកជួបគ្នានៅចម្លើយប្រតិបត្តិទំព័រទី5នៅវីដេអូក្រោយ